តំណែងថៃសម្រុកចូលដីកម្ពុជាពីឡាវអភិបាលខេត្តស្ទឹងត្រែងថាកម្ពុជាអត់អាចខាត់បានទេខ្លាចខុសច្បាប់អន្តរជាតិកម្ពុជាគោរពច្បាប់ណាស់បាទតាំងតែរឿងគោរពប៉ុន្តែធ្លាប់ហាមខាត់ប្រេងសាំងថៃធ្លាប់អីបន្លែបង្ការថៃមានចាំទេអាកាលលោកហ៊ុនសែនចេញបញ្ជាឲ្យហាមផលិតផលទាំងអស់នេះមិនឲ្យមកចុះអានឹងអត់ខ្លាចខុសច្បាប់ WTA ដែលស្អី World Trade Organization អង្គការពាណិជ្ជកម្មពិភពលោកអញ្ចឹងលោកអភិបាលខេត្តស្ទឹងត្រែងនេះចេញមកគឺគេរិះគន់គាត់ណាស់ដែរប៉ុន្តែបងប្អូនអភិបាលខេត្តអត់មានសិទ្ធិសម្រេចទេតែរករឿងលោកហ៊ុនម៉ាណែតនិងលោកហ៊ុនសែនឯណោះព្រោះរឿងជាតិប៉ុណ្ណានៃរឿងថៃគេដឹងតែអត់មានឆ្លងកាត់តាមព្រំដែនគេត្រូវការយកច្រកថឡាវមកគេបញ្ជូនមកពីឡាវចឹងអភិបាលខេត្តស្ទឹងត្រែងគឺលោកសសុពុត្រាលោកសសុពុត្រានេះផ្ដល់បទសម្ភាសន៍ថាយើងមិនអាចទៅធ្វើអីប្រទេសផ្ដាស់ខុសច្បាប់អន្តរជាតិខ្លាចគេដាក់ទណ្ឌកម្មយើងលោកសពុត្រាខ្សោយណាស់បើយើងនិយាយភាសាគាត់អត់ដូចសម្ដេចរបស់លោកទេលោកហ៊ុនសែនណាកុំថាអ្នកណាដាក់ទណ្ឌកម្មដក ABA 20% ដក 100% ក៏បានដែរមិនខ្ចីដង្ហើមអ្នកឯងដកទេខុសអីខុសទៅបើយើងចង់ធ្វើប៉ុន្តែលោកនិយាយរបៀបច្បាប់ឡើងប្រហើថាយើង WTO យើងអត់អាចនេះយើងកំពុងរងបញ្ហាផងតែពេលយើងទៅបិទទៀតគឺគេដាក់ទណ្ឌកម្មយើងទៀតមិនដឹងវេទនាយ៉ាងណាខ្ញុំសូមសរសើរលោកសសុភត្រាដែលជាអភិបាលខេត្តស្ទឹងត្រែងក្នុងការនិយាយត្រឹមត្រូវវាគ្មានច្បាប់ណាដែលអាចហាមឃាត់ផលិតផលនៃប្រទេសណាមួយជាដៃគូពាណិជ្ជកម្មយើងបានដោយគ្មានហេតុផលទេយើងអត់អាចហាមផលិតផលគេដោយសារតែចំនួនព្រំដែនរឿងព្រំដែនមានតាក់ទងអីរឿងបន្លែបការឿងសាំងរឿងព្រំដែនមានរឿងតាក់ទងអីនឹងការនាំចូលទំនិញគ្រឿងសំណង់ព្រោះអាហ្នឹងគឺជាលំហូរពាណិជ្ជកម្ម WTO អង្គការពាណិជ្ជកម្មអន្តរជាតិគេធ្វើតែអញ្ចឹងតែរឿងនេះឯងដែលខ្មែរយើងកសិករខ្មែរចង់ដាច់ខ្យល់ស្លាប់ដោយសារតែយើងប្រកាន់គោលការណ៍ត្រឹមត្រូវពេកពេលខ្លះយើងច្បាស់លាស់តែពេលគោរពច្បាប់តែអញ្ចឹងយកហេតុផលជ្រូកក៏នាំចូលសក្រីក៏នាំចូលបន្លែបង្ការគ្រប់មុខនាំចូលយើងសិតតែការពារទៅ WTO ហ្នឹងទៅដើម្បីអីយើងនាំចេញតែគេនាំចូលច្រើនកសិករយើងដាច់ខ្យល់ស្រូវក៏ចុះថោកកសិផលក៏រកទីផ្សាររកមិនបានដោយសារតែយើងយកលេសថាយើងជាប្រទេសគោរពច្បាប់យើងដែរគោរពច្បាប់ពីកាលយើងបំផ្លាញប្រជាធិបតេយ្យសិទ្ធិមនុស្សបើយើងចេះគោរពច្បាប់ប្រទេសកម្ពុជាអវេទនីដល់អញ្ចឹងឯងសហគមន៍អន្តរជាតិក៏គេមិនកោតទោសយើងដែរយើងបំផ្លាញប្រជាធិបតេយ្យតិចទីអស់បំរំលាយគណៈបក្សសង្គ្រោះជាតិយើងកែច្បាប់រដ្ឋធម្មនុញ្ញធ្វើទុកបុកម្នេញគណៈបកប្រឆាំងចាប់គេដាក់គុកស្អីក៏បាត់យើងយើងអត់ដែរខ្លាចអីតែបន្តិចបង្ក្រាបងើបមួយវាយមួយយើងអត់ដែរគិតថាខុសច្បាប់អីសោះតែដល់ពេលរឿងពាណិជ្ជកម្មយើងគិតរឿងខ្លាចខុសច្បាប់ខ្លាចខុសអីតែភាសានេះភាសាអភិបាលខេត្តទេបងប្អូនអភិបាលខេត្តក៏គ្មានឥទ្ធិពលអីធ្វើទៅតាមគេទេអ្នកដែលមេកម្ពុជាឯណោះហើយបងប្អូនលឹងគាត់ថាម៉េចទេដើម្បីកុំឲ្យយើងផលិតផលថៃហ្នឹងវានៅតែហូរចូលស្រុកខ្មែរបានទៀតណាគឺយើងមានតែនាំគ្នាធ្វើពហិការផលិតផលថៃអភិបាលខេត្តទាំងមូលពេលដែលយើងគិតអំពីខ្លាចខុសច្បាប់ពីស្អីច្បាប់ពាណិជ្ជកម្មអន្តរជាតិចុះលោកអត់ខ្លាចខុសច្បាប់ទេហើយដែលមិននិយាយអំពីនេះឲ្យប្រជាពលរដ្ឋធ្វើពហិការផលិតផលនៃប្រទេសនៃជិតខាងរបស់យើងនិយាយទៅក្នុងពេលដែលលោកនិយាយត្រូវហើយលោកនិយាយខុសក្នុងពេលជាមួយគ្នានឹងអភិបាលខេត្តអត់អាចអំពាវនាវឲ្យប្រជាពលរដ្ឋធ្វើពហិការមន្ត្រីរាជការខ្មែរមួយណាក៏អត់អាចអំពាវនាវឲ្យធ្វើផលិតផលពហិការទេមានតែម្យ៉ាងទេគឺលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខ្មែរស្រឡាញ់ផលិតផលខ្លួនឯងតែសាររឿងធ្វើពហិការផលិតផលបរទេសនេះគឺជាអំពើខុសច្បាប់ហើយខ្ញុំនិយាយនេះថាចង់អត់ជួយគ្នាស្អប់ថៃទេចឹងចុះឥឡូវបើស្អប់ហេតុអីបានយកផលិតផលគេមកតែអីហេតុមកយកខ្ទាស់ WTO នឹងអី World Trade Organization អីគោលការណ៍អីតែហេតុនឹងពេលជាមួយគ្នាយើងរំលោភច្បាប់ខ្លួនឯងហ្នឹងយើងទៅនិយាយហាមឃាត់ធ្វើពហិការផលិតផលដែលថៃគេធ្វើពហិការផលិតផលយើងនេះមានដែលឃើញមានដឹកនាំថៃណាប្រាប់ថាផលិតផលខ្មែរត្រូវតែហាមឃាត់ពលករខ្មែរនៅថៃត្រូវតែបញ្ជូនមកខ្មែរវិញឲ្យអស់គេមានតែអង្វរយើងនៅទៅខ្លាចអស់កម្លាំងពលកម្មគេទៀតផងយើងឃើញយើងដើរក្រោយគេទេបងប្អូនយើងដើរក្រោយគេដោយសារតែយើងគិតថាស្អំចិត្តប្រជាពលរដ្ឋត្រូវប៉ុន្តែយើងធ្វើខុសក្នុងពេលជាមួយគ្នាហ្នឹងខ្ញុំបានប្រាប់ឲ្យរឿងពហិការផលិតផលណាក៏អត់បានប្រយោជន៍ដែរគឺយើងធ្វើឲ្យបាត់សិលធម៌នៅក្នុងការដែលយើងមិនពង្រឹងខ្លួនឯងយើងទៅធ្វើពហិការគេយើងក៏បង្អាប់ផលិតផលគេធ្វើឲ្យខ្លាំងមើលយើងពឹងលើផលិតផលថៃមកជីវិតយើងទៅហើយស្អាតដល់ពេលក្តាំងមកយើងមានស្អីទៅផលិតអីទៅវ៉ាន់បើមិនយកពីគេមកគ្រឿងសំណង់សັບបែបយ៉ាងអីហូរចូលកំពង់ផែប្រស័យអនុរាប់ម៉ឺនកុងតឺន័រហើយយើងនៅពហិការមីមកកញ្ចប់ហ្នឹងត្រូវហើយមីមកកញ្ចប់ហ្នឹងយើងអាចមានមីយើងមានមីអីសាប៊ូកក់សក់ដោះទៅអង្គែពេញក្បាលយើងមានយើងអាចធ្វើបានក៏ប៉ុន្តែសំខាន់តើអាគ្រឿងបច្ចេកវិទ្យាអេឡិចត្រូនិកគ្រឿងអីដែលសំខាន់សម្រាប់គ្រឿងឧស្សាហកម្មពាណិជ្ជកម្មអីសពបែបយ៉ាងយើងមានធ្វើបានមកពីណាហើយយើងទៅផលិតបានឯមួយថ្ងៃហ្នឹងបើយើងអត់ដែលគិតអានឹងយូរហើយហ្នឹងយើងទៅមកគិតឥឡូវ